បងមានកដោជូនអូនសម្រាប់ខួបអាពាហ៍ពិពាហ៍ឆ្នាំទី13របស់យើងអរគុណណាស់បងកដោនោះគឺបងនឹងនាំអូនទៅពិនិត្យសុខភាពនៅថ្ងៃស្អែកពិនិត្យសុខភាពអូនមិនដែលឈឺអីផងនឹងយើងមិនអាចដឹងបានទេថាឈឺឬមិនឈឺនៅដំណាក់កាលដំបូងជំងឺអាចគ្មានរោគសញ្ញាប៉ុន្តែវាអាចមានផលប៉ះពាល់ដល់អាយុជីវិតយ៉ាងស្ងៀមស្ងាត់បងចង់ឲ្យអូនមានសុខភាពល្អអូនគិតថាមិនចាំបាច់ទេនាំតែរវល់ការពិនិត្យសុខភាពរមើលជំងឺឡើងសម្ពាធឈាមជំងឺទឹកនោមផ្អែមនិងមហារីកមាត់ស្បូនជាការចាំបាច់ដើម្បីធ្វើរោគវិនិច្ឆ័យនិងទទួលបានការព្យាបាលទាន់ពេលវេលាបង្ការនូវផលវិបាកធ្ងន់ធ្ងរដល់សុខភាពទៅថ្ងៃមុខបងស្រឡាញ់អូននិងបារម្ភពីអូនហើយយើងនឹងមានសុខភាពល្អមើលថែទាំកូនចៅឲ្យបានយូរបងស្រីមានកម្រិតជាតិស្ករនៅក្នុងឈាមខ្ពស់ដែលប្រឈមនឹងជំងឺទឹកនោមផ្អែមសំណាងហើយដែលបងបានមកពិនិត្យទាន់ពេលហាដល់ថ្នាក់ប្រឈមនឹងជំងឺទឹកនោមផ្អែមផងហ៎លោកគ្រូពេទ្យបាទរាល់ថ្ងៃនេះខ្ញុំអត់ដែលធ្វើទុំឬក៏មានរោគសញ្ញាអ្វីផងហើយសុខភាពខ្ញុំក៏ធម្មតាដែរជំងឺទឹកនោមផ្អែមបើបងចាំដល់មានរោគសញ្ញានោះគឺវាឈានចូលដល់ដំណាក់កាលដែលត្រូវធ្វើការព្យាបាលបាត់ទៅហើយការលើសនៅកម្រិតជាតិស្ករគឺមិនអាលមកពីការហូបចុករបបអាហារមិនមានសុខភាពដូចជាអាហារដែលផ្អែមខ្លាំងនិងសម្បូរជាតិខ្លាញ់កង្វះសកម្មភាពរាងកាយការប្រើប្រាស់ថ្នាំជក់និងគ្រឿងស្រវឹងជាដើមតើខ្ញុំគួរធ្វើម៉េចខ្លះទៅលោកគ្រូបងត្រូវកាត់បន្ថយការទទួលទានអាហារផ្អែមភេសជ្ជៈផ្អែមអាហារមានជាតិម្សៅទទួលទានបន្លែឲ្យបានច្រើននិងផ្លែឈើស្រស់ហាត់ប្រាណ30នាទីក្នុងមួយថ្ងៃនិងជៀសវាងពីថ្នាំជក់គ្រឿងស្រវឹងប្រជាជនទាំងអស់ដែលមានអាយុចាប់ពី40ឆ្នាំឡើងទៅអ្នកលើសទម្ងន់ឬអ្នកដែលមានគ្រួសារមានប្រវត្តិកើតជំងឺទឹកនោមផ្អែមសូមទៅពិនិត្យរកកម្រិតជាតិស្ករនៅក្នុងឈាមនៅមណ្ឌលសុខភាព